នៅពេលដែលម៉ាស៊ីនបុកគ្រឹះប្រភេទម៉ាស៊ីនម៉ាស៊ូតកំពុងបុកបញ្ចុះសសរគ្រឹះអ្នកនឹងឃើញកម្មករម្នាក់អង្គុយចោងហោងនៅក្បែរនោះហើយគូសបន្ទាត់នៅលើក្រដាសសមួយសន្លឹកគាត់មិនមែនគូសលេងកម្សាន្តនោះទេប៉ុន្តែគាត់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើសសរគ្រឹះនោះបានបុកចូលទៅក្នុងដីបានកម្រិតណារាល់ពេលដែលញញួរធ្លាក់មកបុកម្ដងក្រដាសនោះនឹងកត់ត្រានៅជម្រៅដែលសសរបុកចូលទៅក្នុងដីដរាបណាខ្សែដែលគាត់គូសនៅតែមានសភាពរង្គើដូចជារលកវាមានន័យថាដីនៅខាងក្រោមនៅតែទន់ហើយសសរមិនទាន់ទៅដល់ស្រទាប់ដីរឹងដែលអាចទ្រទ្រង់ទម្ងន់បាននៅឡើយទេប៉ុន្តែនៅពេលដែលខ្សែនោះស្រាប់តែត្រង់ស្មើកម្មករនឹងដឹងច្បាស់ថាសសរគ្រឹះបានបុកទៅដល់ស្រទាប់ដីដែលរឹងមាំហើយអ្នកជំនាញហៅចំណុចនោះថាចំណុចបុកលេងចុះ refusal point ដែលជាកន្លែងដែលកម្លាំងទប់របស់សសរគ្រឹះមានស្ថិរភាពបើទោះបីជាអ្នកព្យាយាមបុកវាឲ្យខ្លាំងជាងនេះទៀតក៏វានៅតែបង្កសំឡេងរំខាននិងរំញ័រតែប៉ុណ្ណោះប៉ុន្តែសសរនឹងមិនអាចចុះជ្រៅជាងនេះទៀតបានទេចាប់ពីចំណុចនោះទៅគ្រឹះត្រូវបានចាត់ទុកថាមានស្ថិរភាពហើយសសរគ្រឹះបានឈានទៅដល់សមត្ថភាពទ្រទ្រង់ទម្ងន់តាមការរចនាបច្ចេកទេសជាផ្លូវការហើយសូមកុំបារម្ភកម្មករមិនមានគ្រោះថ្នាក់ដោយសារញញួរបុកក្បាលនោះទេព្រោះម៉ាស៊ីនបុកគ្រឹះប្រភេទនេះមានគន្លងរចនាច្បាស់លាស់ដូច្នេះវាមិនអាចបង្វែរឬបុកចេញក្រៅពីគន្លងដែលបានកំណត់នោះទេ